នៅពេលដែលផ្សាយចេញពីបិសាចដែលងាប់ប្រសាយទៅស្ត្រីសក់ស្វាយនិងបុរសសក់ប្រផេះបាននៅតែបន្តភ្ញាក់ផ្អើលស្ត្រីរូបនោះដឹងថាអំណាចរបស់ហ្វេងយីគឺខ្លាំងជាងកម្រិតបង្កើតវិញ្ញាណផ្កាយមួយទៅទៀតបុរសសក់ប្រផេះបែកញើសដោយភ័យព្រួយដឹងថាហ្វេងយីអាចសម្លាប់គាត់បានយ៉ាងងាយស្រួលបុរសសក់ត្នោតទទួលស្គាល់ថាគាត់ខុសដោយនិយាយថាគាត់មិននឹកស្មានថាបុរសវ័យក្មេងនេះជាអ្នកផ្សារភ្ជាប់ក្នុងរឿងព្រេងនោះទេគាត់តែងតែគិតថាអ្នកផ្សារភ្ជាប់គឺជាអ្នកជំនាញចាស់ម្នាក់ដែលមិនដែលដាក់ដាវចោះហ្វេងយីងាកខ្នងឲ្យពួកគេខណៈដាល់របស់គាត់នៅតែឆេះគាត់ពន្យល់ថាបន្ទាប់ពីគាត់បានឈានទៅមុខគាត់បានបញ្ចូលធម្មពលខាងវិញ្ញាណរបស់គាត់ជាមួយនឹងដាវរបស់គាត់ដោយបង្វែរវាទៅជាអាវុធវិញ្ញាណដែលគាត់អាចកោះហៅនិងបង្កើតរូបរាងបានគ្រប់ពេលដែលគាត់ចង់គាត់បានលើកឡើងដោយសុភាពថាគាត់មិនមែនជាមនុស្សតែម្នាក់គត់ដែលអាចធ្វើបែបនេះបានទេដោយមួយការសង្ស័យរបស់ក្រុមបានបាត់ទៅវិញនិងជំនុំមកវិញដោយការជឿទុកចិត្តនិងការភ័យខ្លាចហ្វេងយីប្រាប់អ្នកគ្រប់គ្នាឲ្យទៅលឿនជាងមុនស្ត្រីសក់ស្វាយនិយាយថានាងមានអារម្មណ៍ធូរស្រាលដែលហ្វេងយីស្ថិតនៅក្នុងក្រុមរបស់ពួកគេនៅពេលដែលពួកគេដើរតាមគាត់ចូលទៅជ្រៅទៅក្នុងអគារងងឹតដើម្បីពន្លឺផ្លូវរបស់ពួកគេហ្វេងយីបានកោះហៅបាល់ភ្លើងមួយនៅក្នុងដៃរបស់គាត់និងដឹកនាំក្រុមដើរចូលតាមសាលធំទូលាយងងឹតមួយកាន់ភ្លើងដូចជាពិលពួកគេបានទៅដល់ចិនដាវដែលគ្របដណ្ដប់ដោយឈាមទាំងស្រុងដោយមើលទៅទេសភាពដ៏គួរឲ្យភ័យខ្លាចនោះហ្វេងយីបានដឹងយ៉ាងក្រៀមក្រំថាស្ថានភាពគឺអាក្រក់ជាងរបាយការណ៍ផ្លូវការបាននិយាយទៅទៀតដោយផ្អែកលើបរិមាណឈាមគាត់ស្មានថាមានមនុស្សស្លាប់យ៉ាងហោច500នាក់មិនមែនត្រឹមតែ53នាក់នោះទេភ្លាមនោះការបញ្ចេញមតិរបស់ហ្វេងយីកាន់តែមុតស្រួចភ្នែកក្រហមរបស់គាត់បានភ្លឺនៅពេលដែលគាត់ដឹងថាមានអ្វីមួយខុសប្រក្រតីក្រុមនេះបានចូលទៅក្នុងតំបន់ផ្សារទំនើបមួយសមាជិកសមាគមសក់ត្នោតនិងស្ត្រីសក់ស្វាយមើលជុំវិញដោយភ័យព្រួយពួកគេក៏សម្គាល់ឃើញថាខណៈដែលឥដ្ឋត្រូវបានគ្របដណ្ដប់ដោយឈាមនិងសម្រាមគឺគ្មានសាកសពនៃទីនោះទេនាងឆ្ងល់ថាតើបិសាចបានស៊ីជនរងគ្រោះអស់ទាំងស្រុងរហូតដល់គ្មានអ្វីសេសសល់ឬយ៉ាងណាដោយមិនបានឃើញដោយពួកគេបិសាចស្រមោលដ៏គួរឲ្យខ្លាចមួយដែលមានផ្នែកពណ៌បៃតងភ្លីបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារពីភាពងងឹតហ្វេងយីដឹងពីការវាយប្រហារហើយស្រែកឲ្យពួកគេប្រយ័ត្នពីក្រោយស្ត្រីសក់ស្វាយងាកមកវិញដោយភាពភ័យខ្លាចស្រែកនៅពេលនាងឃើញបិសាចលោតមុខរកពួកគេដោយប្រតិកម្មភ្លាមហ្វេងយីបានបោះដាវភ្លើងរបស់គាត់ដោយល្បឿនដ៏អស្ចារ្យហួសពីមិត្តរួមក្រុមរបស់គាត់ដាវបានវាយបិសាចសាមោលនៅក្នុងអាកាសកាត់ក្បាលវាភ្លាមដោយការផ្ទុះឈាមខ្មៅនិងភ្លើងនៅពេលដែលរូបកាយដែលឆេះរបស់បិសាចបានធ្លាក់ចុះសមាជិកសមាគមសក់ឆ្នោតបាននិយាយជាប់គ្នាក្នុងភាពភ័យខ្លាចដឹងថាបិសាចមួយទៀតកំពុងលាក់ខ្លួននៅក្បែរពួកគេហ្វេងយីឈរដោយស្ងប់ស្ងាត់នៅកណ្ដាលអណ្ដាតភ្លើងគាត់មើលទៅមិត្តរួមក្រុមរបស់គាត់ដោយការបញ្ចេញមតិយ៉ាងម៉ឺងម៉ាត់ហើយសួរថាតើពួកគេពិតជាមិនបានដឹងថាមានអ្វីខុសប្រក្រតីឬដោយបង្ហាញពីភាពខុសគ្នានៃការយល់ដឹងរបស់ពួកគេហ្វេងយីមើលទៅដៃដែលឆេះរបស់គាត់និងវិភាគស្ថានភាពគាត់ប្រាប់បុរសសក់ប្រផេះថាទោះបីជាបិសាចពីរដែលពួកគេទើបតែសម្លាប់មានកម្លាំងខ្លាំងក៏ដោយក៏ពួកវាមិនគ្រប់គ្រាន់ដើម្បីចាប់និងសម្លាប់ក្រុមសង្គ្រោះមុននោះទេគំនិតមួយបានកើតចំពោះគាត់ហើយគាត់ស្នើថាកន្លែងដែលពួកគេនៅអាចមិនមែនជាអគារទៀនបោពិតប្រាកដទេក្រុមនេះឈរនៅក្នុងសាលងងឹតដែលប្រឡាក់ឈាមមើលទៅច្រឡំបុរសសក់ប្រផេះនិងក្មេងស្រីសក់ទង់ដែងសួរគាត់ថាតើគាត់មានន័យយ៉ាងណាហ្វេងយីពន្យល់ថាទោះបីជាសាលធំពេញដោយឈាមក៏ដោយក៏ក្លិនវាខកដែរគាត់ចង្អុលបង្ហាញថាក្លិនខ្លាំងបានមកពីលក្ខណៈសម្បត្តិងងឹតនិងបិសាចប៉ុន្តែគ្មានក្លិនសាកសពទេគាត់សម្រេចចិត្តថាគាត់ត្រូវតែសាក់លបងការស្មានរបស់គាត់ស្ត្រីសាក់ស្វាយមើលដោយបារម្ភនៅពេលហ្វាងយីរៀបនឹងប្រោបច្ចេកទេសដ៏មានឥទ្ធិពលមួយនាងយល់ស្របនឹងអ្វីដែលគាត់បាននិយាយដោយគាត់សម្គាល់ថាកន្លែងនោះមានអារម្មណ៍ទទេដូចជាគ្មានអ្វីដែលនៅរស់នៅទីនោះហ្វាងយីស្មានថាកន្លែងនេះគ្រាន់តែជាច្បាប់ចម្លងទទេដែលបង្កើតឡើងដោយបិសាចគាត់លាតដៃរបស់គាត់ហើយបញ្ចេញថាមពលពណ៌ស្វាយដ៏ធំមួយដោយនិយាយថាបើគាត់និយាយត្រូវកន្លែងនេះត្រូវបានបង្វែរទៅជាសម្បកទទេមួយគាត់បានបង្កើតស្វែដ៏ធំនៃថាមពលខ្មៅដែលជាពិភពងងឹតគ្មានដែនកំណត់ធ្វើឲ្យមិត្តរួមក្រុមរបស់គាត់ភ្ញាក់ផ្អើលដែលស្គាល់វាថាជាលក្ខណៈសម្បត្តិងងឹតបង្អួនប្រព័ន្ធមួយបានលេចឡើងដោយបញ្ជាក់ពីទ្រឹស្ដីរបស់គាត់វាបានរកឃើញលក្ខណៈសម្បត្តិងងឹតស្រដៀងគ្នាដែលត្រូវបានគេហៅថាពិភពងងឹតខាងក្នុងហើយសួរថាតើគាត់ចង់ឃើញទិន្នន័យឬអត់ប្រព័ន្ធនេះពន្យល់ថាពិភពងងឹតខាងក្នុងគឺជាលំហមួយដែលត្រូវបានបង្កើតឡើងដោយការបំបែកលក្ខណៈសម្បត្តិងងឹតដើរតួជាសម្បុកនៃការដាប់លំហដើមវាបានបង្ហាញថាដើម្បីចូលទៅក្នុងពិភពងងឹតខាងក្នុងពិតប្រាកដគេត្រូវតែស្វែងរកទ្វារដែលបង្កើតវាហ្វាងយីអេឡេងនេះយល់ហើយគាត់ប្រាប់ក្រុមថាដើម្បីចូលទៅកាន់អគារទៀនបោពិតប្រាកដពួកគេត្រូវតែស្វែងរកទ្វារនេះហើយច្បាប់ដូចទ្វារនោះអនុវត្តចំពោះអ្នកដែលព្យាយាមរត់គេចគាត់ពន្យល់ថាមនុស្សដែលជាប់នៅខាងក្នុងត្រូវបានរងផលប៉ះពាល់ដោយលក្ខណៈសម្បត្តិងងឹតដោយបណ្ដាលឲ្យពួកគេមានការយល់សប្តិពួកគេប្រហែលជាយល់ច្រឡំបង្អួនជាទ្វារទៅកាន់សុវត្ថិភាពនៅពេលដែលគាត់គ្រប់គ្រងថាមពលងងឹតហ្វាងយីបានសន្និដ្ឋានថានេះជាមូលហេតុដែលមនុស្សដែលព្យាយាមរត់គេចដោយតាមបង្អួនបានស្លាប់
ស្ត្រីសក់ស្វាយបានដឹងដោយភ័យរន្ធត់នៅពេលដែលជនរងគ្រោះត្រូវបានបោកបញ្ឆោតដោយលក្ខណៈសម្បត្តិងងឹតរហូតដល់តែស្លាប់នាងសួរហ្វាងយីថាតើជំហានបន្ទាប់របស់ពួកគេគឺស្វែងរកទ្វារឬអត់ស្ថានភាពកាន់តែអាក្រក់ទៅភ្លាមនៅពេលដែលប្រព័ន្ធរបស់ហ្វាងយីព្រមានថាពិភពងងឹតខាងក្នុងដែលជាអរិយភាពត្រូវបានតាក់ទាញទៅរកគាត់ហើយបានលេចឡើងយ៉ាងពេញលេញហ្វាងយីភ្ញាក់ផ្អើលដោយសារតែការមកដល់ភ្លាមរបស់វាខណៈដែលការផ្ទុះដ៏ធំនៃធម្មពលពណ៌ស្វាយបានចុះមកពីខាងលើកុំតិចក្រុមទាំងមូលសមាជិកសមាគមសក់ថ្នោតនិងក្មេងស្រីសក់ទង់ដែងភ្លាមបានធ្លាក់ចុះក្រោមសម្ពាធកាន់កបាល់របស់ពួកគេដោយការជួយចាប់ពួកគេស្រែកថាការការពារខាងវិញ្ញាណរបស់ពួកគេកំពុងបរាជ័យភ្នែករបស់ហ្វាងយីភ្លឺដោយអំណាចខ្លាំងមួយក្រហមមួយមាសនៅពេលដែលគាត់សម្លឹងមើលធម្មពលនោះគាត់បានកោះហៅរបាំងមួយភ្លាមបង្កើតជាដំបូលដ៏មានឥទ្ធិពលនៃពន្លឺពណ៌មាសដើម្បីការពារមិត្តរួមក្រុមរបស់គាត់នៅក្នុងរបាំងក្មេងស្រីសក់ធុងដៃនិងសមាជិកសមាគមសក់ថ្នោតដកដង្សើមធូរស្រាលដោយការឈឺចាប់បានឈប់ពួកគេមើលទៅហ្វាងយីដោយការកោតសរសើរដឹងថាខណៈដែលពួកគេស្ទើរតែដួលសន្លប់អ្នកផ្សារភ្ជាប់គឺគ្មានគ្រោះថ្នាក់អ្វីឡើយពួកគេទទួលចំពោះខ្លួនឯងថាធម្មពលងងឹតស្ទើរតែសម្លាប់ពួកគេដោយមិនចាំបាច់វាយពួកគេដោយផ្ទាល់ហើយបើគ្មានហ្វាងយីទេពួកគេនឹងមិនអាចរស់បានឡើយហ្វាងយីភ្លាមបានផ្ដោតលើចំណុចមួយនៅអាកាសទូទេដាវរបស់គាត់បានភ្លឺឡើងដោយអណ្ដាតភ្លើងដ៏ខ្លាំងក្លានៅពេលដែលគាត់ប្រកាសថាគាត់បានរកវាហើយគាត់បានបញ្ចេញបច្ចេកទេសមួយដែលមានឈ្មោះថានៀកភ្លើងទាញដាវរបស់គាត់ចេញនិងវាស់វាដោយហិង្សាទៅលើគោលដៅដែលមើលមិនឃើញស្រែកថាច្រកចូលគឺនៅទីនេះកម្លាំងនៃការវាយប្រហារនេះបានបណ្ដាលឲ្យលំហខ្លួនឯងបែកដូចកញ្ចក់បុរសសក់ប្រផេះនិងស្ត្រីសក់ស្វាយមើលដោយភាពភ្ញាក់ផ្អើលនៅពេលដែលសាលធំបានបំបែកនៅមុខភ្នែករបស់ពួកគេហ្វាងយីបានបោះជំហានទៅមុខទៅលើដីថ្មីការបញ្ចេញមុខរបស់គាត់ងងឹតនិងមើងម៉ាត់ការបំភ្លឺដែលខូចបង្ហាញពីទ្វារធំនិងគួរឲ្យខ្លាចដែលវល់ដោយអស់មាសពណ៌បៃតងងងឹតនិងស្រមោលច្រកចូលពិតប្រាកដទៅកាន់ពិភពងងឹតខាងក្នុងហ្វាងយីដើរតួនាំមុខដាវរបស់គាត់បានឆេះដោយភ្លើងដើម្បីបំភ្លឺផ្លូវនិងបញ្ជាឲ្យអ្នកគ្រប់គ្នាដើរតាមគាត់យ៉ាងជិតស្និទ្ធនៅពេលពួកគេដើរចូលជ្រៅទៅក្នុងអគារពិតប្រាកដហ្វេងយីបានរក្សារបាំងពណ៌មាសដើម្បីការពារក្រុមពីស្រស័យពណ៌ក្រហមដ៏គួរឲ្យស្អប់ខើមដែលឥឡូវនេះគ្របដណ្ដប់ជញ្ជាំងក្មេងស្រីសក់ទង់ដែងភ្លាមមើលទៅឈឺគ្របមាត់របស់នាងនៅពេលដែលនាងនិយាយថានាងអាចធំក្លិនអ្វីដែលអាក្រក់ហ្វេងយីមើលទៅមុខដោយការបញ្ចេញមតិដ៏ក្រៀមក្រំដោយកំណត់អត្តសញ្ញាណក្លិនថាជាក្លិនសាកសពនិងឈាមពីពូជសាសរបស់ពួកគេផ្ទាល់ក្រុមនេះទីបំផុតបានរកឃើញទស្សនវិជ្ជាដ៏គួរឲ្យភ័យខ្លាចមួយឥតត្រូវបានគ្របដណ្ដប់ដោយសាកសពរបស់អ្នកត្រួសត្រាយមុនដែលបានបាត់បង់ដែលបញ្ជាក់ថាពួកគេត្រូវបានចាប់និងសម្លាប់នៅក្នុងលំហងងឹតនេះក្រុមនេះត្រូវបានវាយឆ្មក់ភ្លាមនៅពេលដែលភងសត្វស្រមោលដោយប្រជាវបានចោះមកពីលើពេដានព័ទ្ធជុំវិញពួកគេដោយមើលទៅលើក្រុមនេះបានឃើញការវិលវល់ដ៏គួរឲ្យភ័យខ្លាចនៅបិសាចនៅពីលើពួកគេដោយចាប់ពួកគេភ្លាមបិសាចដ៏ធំមួយប្រភេទ A class ដោយអារ៉ុបពណ៌ប្រផេះដែលមានភ្នែកក្រហមភ្លឺបានចោះពីភងដើម្បីវាយប្រហារបុរសសក់ប្រផេះនិងសមាជិកសមាគមសក់ត្នោតភ្ញាក់ផ្អើលស្រែកថាវាឈួតដែលរកឃើញបិសាចងងឹតកម្រិតខ្ពស់មួយទៀតយ៉ាងលឿនបែបនេះហ្វេងយីប្រតិកម្មភ្លាមដោយកោះហៅដាវភ្លើងរបស់គាត់បានបោះដាវហើយវាបានចាក់ចំទ្រង់បិសាចដែលកំពុងចុះមកដោយការផ្ទុះភ្លើងបិសាចក្រហមដោយការឈឺចាប់នៅពេលដែលហ្វេងយីប្រញាប់ទៅមុខដើម្បីបញ្ចប់វាគាត់បានដោតដាវរបស់គាត់ទៅក្នុងដីហើយចាប់យកចំណុចទាញដោយមានការវាយលុកដ៏លឿនមិនគួរឲ្យជឿជាច្រើនហ្វេងយីបានបញ្ចេញព្យុះនៃការវាយលុកភ្លើងប្រឆាំងនឹងភងនិងបិសាចដ៏ធំនោះគាត់បានចុះដោនយ៉ាងស្រស់ស្អាតបង្កឲ្យមានការផ្ទុះដ៏ធំនៃភ្លើងពិសិដ្ឋដែលដុតសត្រូវជុំវិញគាត់ក្មេងស្រីសក់ទង់ដែងនិងស្ត្រីសក់ស្វាយបាំងមុខរបស់ពួកគេពីកម្ដៅខ្លាំងភ្ញាក់ផ្អើលដែលបិសាចងងឹតបានរលាយភ្លាមនៅពេលដែលពួកគេប៉ះអណ្ដែតភ្លើងរបស់គាត់ពួកគេបានដឹងថាចាប់តាំងពីបេសកកម្មចាប់ដើមពួកគេមិនចាំបាច់ធ្វើអ្វីទេហ្វាងយីដែលឆ្លងកាត់ការបំផ្លិចបំផ្លាញដាវរបស់គាត់ភ្លឺដូចជាកាំអែភ្នំភ្លើងគាត់លាតដៃរបស់គាត់ឆ្ពោះទៅកាន់ឥដ្ឋដែលសាកសពជនរងគ្រោះមុនបានដេកហ្វាងយីប្រើភ្លើងរបស់គាត់ដើម្បីបូជាសាកសពជនរងគ្រោះស្លូតត្រង់ដោយផ្ដល់ឲ្យពួកគេនៅការបញ្ចុះសពត្រឹមត្រូវសមាជិកសមាគមសក់ថ្នោតនិងក្មេងស្រីសក់ទង់ដែងមើលអណ្ដាតភ្លើងដោយការកោតសរសើរដោយនិយាយថាចំណងជើងរបស់គាត់ជាអ្នកផ្សារភ្ជាប់គឺស័ក្តិសមហ្វាងយីងាកទៅរកក្រុមហើយផ្ដល់បញ្ជាគាត់ប្រាប់ពួកគេថាចាប់តាំងពីពួកគេបានចូលទៅក្នុងអគារពួកគេគួរតែជួយគាត់បានណែនាំពួកគេឲ្យស្វែងរកជាន់ទី1សម្រាប់អ្នករស់រានមានជីវិតខណៈដែលគាត់ទៅជាន់ខាងលើដើម្បីដោះស្រាយបិសាចដែលនៅសល់ក្រុមនេះរួមទាំងបរិសុទ្ធប្រផេសនិងស្ត្រីសក់ស្វាយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើតាមបញ្ជារបស់គាត់ការសង្ស័យរបស់ពួកគេឥឡូវនេះត្រូវបានជំនួសដោយការគោរពហ្វាងយីបន្តបោសសម្អាតអគារពីជាន់មួយទៅជាន់មួយនៅជាន់ទី10គាត់បានប្រយុទ្ធជាមួយភងសមោលដែលហើយល់ដាវភ្លើងរបស់គាត់ដើម្បីរក្សាពួកវាឲ្យនៅឆ្ងាយគាត់វិភាគសត្រូវដឹងថាពួកគេបានវិវត្តទៅយ៉ាងហើយកម្រិតបង្កើតវិញ្ញាណផ្កាយមួយប៉ុន្តែគាត់បានកាត់ពួកគេជាពីរយ៉ាងងាយស្រួលគាត់សម្គាល់ថាសមត្ថភាពរបស់ពួកគេមិនបានផ្លាស់ប្ដូរច្រើនទេបន្តមកហ្វេងយីដឹកនាំក្រុមឡើងចណ្ដាលយន្តទៅជាន់ទី15ដាវរបស់គាត់បន្សល់ទុកនៅដានភ្លើងខ្យល់កាន់តែធ្ងន់ទៅហើយ
ក្មេងស្រីសក់ធុងដែងត្អង់ត្អៅថាធម្មពលត្រជាក់និងងងឹតកំពុងជ្រាបចរតាមរបាំងការពីរបស់នាងអ្វីដែលពួកគេរកឃើញសាកសពគឺពោពេញទៅដោយសាកសពបុរសសពប្រភេទគាត់សម្គាល់អ្វីចម្លែកអំពីសាកសពគាត់ប្រមានអ្នកដតីមានអ្វីមួយកំពុងផ្លាស់ប្ដូរនៅខាងក្នុងសាកសពនិងថាពួកវាមានធាតុជ្រែកប្រាប់ក្រុមថាមិនឲ្យដកដង្ហើមចូលស្បរមួយដំណក់ទឹកបានធ្លាក់ចូលទៅក្នុងភក់ហើយស្រមោលដែលឡាងកពស់ដ៏ធំមួយបានងើបឡើងនៅពីក្រោយហ្វាងយីនិងសមាជិកសមាគមសក់ថ្នោតបិសាចនេះបានបង្ហាញខ្លួនថាជាសត្វគួរឲ្យភ័យខ្លាចដែលមានភ្នែកច្រើនដែលមើលមុខតាមពួកគេវាក្រហើមបញ្ចេញការបាញ់កំជ្រឹះធម្មពលចំនួនតែភ័យខ្លាចហ្វាងយីញញឹមនិយាយថាចុងក្រោយអ្វីៗក៏បានចាប់ផ្ដើមអារម្មណ៍ហើយហ្វាងយីបង្វិលដាវរបបគាត់យ៉ាងលឿនបង្កើតខែភឿងដែលបង្វែរការបាញ់កំជ្រួយធម្មពលដែលចូលមកវិសាចបានចុះមកវាប្រហារដោយផ្ទាល់ប៉ុន្តែហ្វាងយីត្រៀមខ្លួនដើម្បីតបទៅវិញដឹងថាបិសាចកំពុងព្យាយាមទិញពេលវេលាដើម្បីវិវត្តបន្ថែមទៀតគាត់បានបោះដាវភ្លើងរបស់គាត់ដោយកម្លាំងដ៏ខ្លាំងក្លាធ្វើឲ្យបិសាចភ្ញាក់ផ្អើលនិងបង្កឲ្យមានការផ្ទុះដ៏ធំមួយហ្វាងយីលាតដីរបស់គាត់ដោយខកចិត្តហើយប្រាប់បិសាចដែលចាញ់នោះថាគាត់បានវារំលាយវាលើដឹងថាគាត់រំពឹងថានឹងមានការប្រកួតប្រជែងយ៉ាងហោចណាស់នៅកម្រិតបង្កើតវិញ្ញាណផ្កា3បុរសសពប្រភេទមានការប្រុងប្រយ័ត្នខ្ពស់ហើយងាកយ៉ាងខ្លាំងនៅពេលដែលគាត់ឮសំឡេងខណៈដែលហ្វាងយីសួរថាអ្នកណាខ្លះនៅទីនោះក្រឡេកទៅមើលខាងក្នុងហ្វាងយីសួរថាតើពួកគេជាអ្នករស់រានមានជីវិតឬអត់បុរសវ័យក្មេងម្នាក់ដែលលាក់ខ្លួននៅពីក្រោយទ្វារនិយាយជាប់គ្នាក្នុងភ័យខ្លាចសួរថាតើពួកគេជាអ្នកត្រួសត្រាយដែលត្រូវបានបញ្ជូនមកជួយឬអត់ក្រុមបានរកឃើញមនុស្ស5នាក់រស់នៅខាងក្នុងអ្វីដែលមើលទៅដូចជាបន្ទប់ស្តុកទុកសម្ងាត់សម្រាប់ម៉ាកយីហោប្រណីមួយអ្នករស់រានត្រូវបានដេកជិតគ្នានៅក្នុងភាពងងឹតមើលទៅភ័យខ្លាចហ្វាងយីដឹងថាពួកគេត្រូវតែលាក់ខ្លួននៅទីនេះដើម្បីគេចពីការវាយប្រហារឃើញការភ័យខ្លាចរបស់ពួកគេហ្វាងយីញញឹមថ្នមដើម្បីលុំបន្លំពួកគេគាត់ធានាឲ្យចិត្តពួកគេឡើងវិញថាអ្វីៗគឺល្អឥឡូវនេះហើយថាពួកគេបានមកជួយសង្គ្រោះពួកគេហើយសមាជិកសមាគមវិញ្ញាណទីក្រុងកាំងដើរទៅមុខដោយស្នាមញញឹមរស់រាយរាក់ទាក់ណែនាំក្រុមជាសមាគមវិញ្ញាណទីក្រុងកាំងគាត់ប្រាប់ញាក់រស់រានថាបិសាចនៅខាងក្រៅត្រូវបានសម្លាប់ហើយថាពួកគេត្រូវដាក់ចេញមកលឿនញាក់រស់រានដែលជាបុរសវ័យក្មេងសម្លឹងមើលហ្វាងយីដែលមិនជឿនិយាយចប់គ្នាខណៈដែលគាត់ព្យាយាមយល់ដឹងគាត់ស្រែកដោយភ្ញាក់ផ្អើលសួរថាតើវាគឺមែនទេថាហ្វាងយីបានសម្លាប់បិសាចដ៏គួរឲ្យភ័យខ្លាចទាំងអស់នោះដោយគ្រាន់តែវាយមួយដងទន្ទឹមនឹងនេះនៅខាងក្រៅអគារធានបាវក្រុមខ្លំមើលកំពុងមើលស្ថានភាពអគារនេះត្រូវបានគ្របដណ្ដប់ដោយធម្មពលក្រហមដ៏អាក្រក់ប៉ុន្តែអ្នកខ្លំមើលមានសង្ឃឹមហើយគាត់សម្គាល់ថាលើកនេះគឺខុសគ្នាពួកគេតាមដានធម្មពលវិញ្ញាណរបស់ហ្វាងយីសង្កេតមើលភ្លើងនៃអាវុធវិញ្ញាណរបស់គាត់នៅគ្រប់ជាន់ភ្លាមនោះអ្នកវិភាគម្នាក់ស្រែកថាការអានចុងក្រោយគឺមកពីជាន់ទី40អ្នកវិភាគភ្ញាក់ផ្អើលពួកគេរាយការណ៍ថាអ្នកពិសាបានបោសម្អាតអគារធានបាវពីបាត់ដល់កំពូលក្នុងរយៈពេលត្រឹមតែ9នាទីនិង58វិនាទីប៉ុណ្ណោះពួកគេដឹងថាព័ត៌មាននេះនឹងធ្វើឲ្យភ្ញាក់ផ្អើលដល់រង្វង់អ្នកត្រួសត្រាយទាំងមូលនៅខាងទីក្រុងកែងទោះយ៉ាងណាក៏ដោយការអបអរសាទរត្រូវបានកាត់ផ្តាច់នៅពេលដែលសម្លេងរួងក្រហមបានបន្លឺឡើងអ្នកខ្លំមើលប្រមានថាវាមិនតាន់ចប់ទេខណៈដែលពួកគេបានរកឃើញការផ្ទុះបិសាចប្រភេទ S-Class នៅកម្រិតខ្ពស់បំផុតត្រឡប់មកជាន់ខាងលើវិញហ្វងយីឈរនៅក្នុងជំនុំបាក់បែកសម្លឹងមើលទៅលើដោយបញ្ចេញសំណាក់យ៉ាងម៉ឺងម៉ាត់គាត់ដឹងថាគាត់បានរកឃើញគោលដៅសំខាន់កំពុងលេចចេញនៅពីលើគាត់គឺជាសត្វគ្រងឆ្អឹងដ៏ធំមួយដែលមានធម្មពលពណ៌បៃតងភ្លឺនិងស្លាបខ្មៅហ្វងយីកំណត់អត្តសញ្ញាណបិសាចដ៏គួរឲ្យភ័យខ្លាចថាជាស្ដេច anomaly នៃទីតាំងនេះគឺបាក់សីឆ្អឹង Bone Bird ហ្វេងយីវាប្រហារដោយផ្ទាល់ទៅលើស្ដេច anomaly ដ៏ធំគឺបាក់សីឆ្អឹងលោតទៅលើអាកាសជាមួយដាវរបស់គាត់នៅពេលដែលគាត់ចូលទៅជិតគាត់វិភាគសត្វនោះដឹងថាដង្កូវចម្លែកនៅលើវាមិនមែនជាប៉ារ៉ាស៊ីតទេប៉ុន្តែជាផ្នែកមួយនៃរូបកាយសំខាន់របស់វាជាមួយនឹងការយល់ដ៏ខ្លាំងក្លាហ្វេងយីបានបញ្ចេញការវាយប្រហារពណ៌មាសមួយប៉ុន្តែបាក់សីឆ្អឹងបានទប់ស្កាត់ការវាយប្រហារដោយឆ្អឹងក្រាស់ៗរបស់វាដូចជាទ្រុងហ្វេងយីភ្ញាក់ផ្អើលមកឃ្លាតនៅពេលការវាយប្រហាររបស់គាត់ត្រូវបានបញ្ឈប់បិសាចសម្លឹងមើលគាត់ដោយភ្នែកពណ៌បៃតងភ្លឺនៅខាងក្រោមមិត្តរួមក្រុមរបស់គាត់មើលដោយអស់សង្ឃឹមព្រួយបារម្ភថាសូម្បីតែអ្នកផ្សារភ្ជាប់ដ៏មានឥទ្ធិពលក៏មិនអាចកំចាត់ស្ដេច anomaly នេះបានដែរហើយពួកគេមានអារម្មណ៍អស់សង្ឃឹមពីព្រោះពួកគេខ្សោយពេកមិនអាចជួយបានហ្វេងយីធ្វើឲ្យមានសម្លេងរំខានដឹងថាគាត់បានចំណាយពេលគ្រប់គ្រាន់ក្នុងការសាឡបងសត្វនោះហើយគាត់សម្រេចចិត្តថាវាដល់ពេលត្រូវបញ្ចប់ការប្រយុទ្ធហើយឈប់ទប់ទល់គាត់បានកោះហៅផ្គួរលួនដល់ទេវភាពគ្របដណ្ដើមដាវរបស់គាត់ដោយផ្លែបន្ទោពណ៌ខៀវជាមួយនឹងធម្មពលបន្ថែមនៃផ្គួរលួនគាត់យល់ម្ដងទៀតលើកនេះកាត់តាមការការពារឆ្អឹងដែលបានបញ្ឈប់គាត់ពីមុនយ៉ាងងាយស្រួលបាក់ស៊ីឆ្អឹងក្រហមដោយការឈឺចាប់និងកំហឹងប៉ុន្តែហ្វេងយីដែលហុំព័ទ្ធដោយផ្លែបន្ទោពណ៌ខៀវគ្រាន់តែប្រាប់វាឲ្យឈប់បង្កប់សម្លេងខ្លាំងពេកគាត់បានបញ្ចេញចំណុចបញ្ឈរដ៏ធំនៃធម្មពលពណ៌ខៀវដែលកាត់ត្រង់តាមរូបកាយយៈរបស់បិសាចសម្លឹងមើលសត្វនោះដោយត្រជាក់ហ្វេងយីក៏សម្គាល់ថាទោះបីជាបិសាចនេះបានបង្វែរអាគារទៅជាកន្លែងផ្ដល់ចំណីក៏ដោយក៏វានៅតែខ្សោយជាងស្ដេច Bet Anomaly ដែលគាត់បានប្រយុទ្ធពីមុនហ្វាងអ៊ីធ្វើចលនាដ៏ល្បឿនមិនគួរឲ្យជឿផ្ដល់ការវាយលុកដ៏លឿនជាច្រើនដល់បិសាចមុនពេលចោះចតយ៉ាងស្រស់ស្អាតនៅលើដី
បរោះសក់ប្រផេះនិងក្មេងស្រីសក់ទងដែងនៅដោយការភ្ញាក់ផ្អើលទាំងស្រុងដឹងថាហ្វាងអ៊ីមិនត្រឹមតែប្រយុទ្ធជាមួយបិសាចប៉ុណ្ណោះទេប៉ុន្តែបានត្រួតត្រាវាទាំងស្រុងដោយខ្លួនឯងស្ត្រីសក់ស្វាយមើលយ៉ាងជិតស្និទ្ធដឹងថាការកាត់នីមួយៗត្រូវបានគណនាយ៉ាងល្អឥតខុសធ្វើឲ្យបិសាចនោះបែកខ្ចាយជាមួយនឹងភាពជាក់លាក់ដ៏គួរឲ្យភ័យខ្លាច ហ្វាងយីដឹងថាគាត់មិនចាំបាច់វាយលុកលលាដាក់ក្បាលរបស់បក្សីឆ្អឹងដោយបន្តនោះទេនៅពេលដែលគាត់កិច្ចទីការវាប្រហាររបស់វាគាត់យល់ថាបិសាចមិនអាចវាបកវិញបានទេពីព្រោះគម្លាតអំណាចរវាងពួកគេគឺធំពេក គាត់សន្និដ្ឋានថាគាត់បានខ្លាចជាអ្នកខ្លាំងជាងស្ដេច Anomaly ទៅទៀតបក្សីដ៏មហិមាបានបញ្ចេញការក្រហមដ៏អស់សង្ឃឹមនិងខូចខាតនៅពេលដែលវាព្យាយាមស្ដារឡើងវិញហ្វេងយីមើលទៅសត្វនោះដោយពិនិត្យក្រហមភឺត្រជាក់ហើយសួរថាតើវានៅតែគិតថាវាអាចជាសះស្បើយឬអាចដោយសួរថាតើវាពិតជាគិតថាគាត់គ្រាន់តែលេងសើចឬអាចគាត់ចាប់ផ្ដើមប្រមូលផ្ដុំធម្មពលខាងវិញ្ញាណយ៉ាងច្រើនបណ្ដាលឲ្យមានផ្លែបន្ទោពណ៌ខៀវភ្លឺនៅជុំវិញគាត់ជាមួយនឹងធម្មពលដែលត្រូវបានបញ្ចូលពេញលេញហ្វាងយីលូតឡើងខ្ពស់នៅលើអាកាសគាត់បានបញ្ចេញធម្មពលដែលផ្ទាល់ទៅក្នុងអាគារទៀនបាវបញ្ជូនសសរផ្លេកបន្ទាត់ដ៏ធំមួយឆ្លងកាត់រចនាសម្ព័ន្ធដែលបំភ្លឺមេឃក្រហមងងឹតធម្មពលវិលវិលដែលជាខ្យល់គូចសម្អាតភាពងងឹតពីតំបន់នោះនៅពេលការវាយប្រហារបញ្ចប់ពពកងងឹតបានបែកខ្ចាយហើយពន្លឺពណ៌មាសនៃថ្ងៃលិចបានចែងចាំងបង្ហាញថាភាពងងឹតបានបាត់ទៅហើយនៅខាងក្រៅអាគារអ្នកខ្លាំមើលរបស់សមាគមមើលដោយមិនជឿនៅពេលដែលធម្មពលរបស់ស្ដេច Anomaly បានបាត់ទៅពួកគេដឹងថា Feng Yi គឺជាអ្នកត្រួតត្រាយនៅកម្រិតខុសគ្នាទាំងស្រុងហើយពួកគេឆ្ងល់ថាតើនេះជាគម្លាតពិតប្រាកដរវាងពួកគេនិងទេពកោសល្យកម្រិតកំពូលឬអត់ពួកគេបង្ហាញថាការលុកលុយប្រភេទ S Class ត្រូវបានចាត់ថ្នាក់ថាជាឋាននរកការលាក់បាំងរបស់ស្ដេចហើយព័ត៌មានលម្អិតអំពីរបៀបដែលវាត្រូវបានដោះស្រាយត្រូវបានបិទនៅក្នុងឯកសារសម្ងាត់កំពូលបានសម្គាល់ថាដំណោះស្រាយរបស់ Feng Yi គឺជាអ្វីដែលគ្មាននរណាម្នាក់ផ្សេងទៀតអាចចម្លងបានឡើយ Fang Yi បានចុះចតដោយសុវត្ថិភាពនៅលើគំនូរបាក់បែកនៅពេលដែល Thuli បានរសាយគាត់ងាកទៅរកស្ត្រីសក់ស្វាយនិងបរិសសក់ប្រភេទប្រាប់ពួកគេថាបាសេចអង្បានស្លាប់ហើយពួកគេអាចតាក់ទងពិភពខាងក្រៅបានហើយស្ត្រីសក់ស្វាយបានបោកឧបករណ៍ទំនាក់ទំនងរបស់នាងភ្លាមកំណត់អត្តសញ្ញាណខ្លួនឯងថា Song Yua ហើយរីកាថាឧបហេតុនេះត្រូវបានដោះស្រាយដោយជោគជ័យនាងបញ្ជាក់ថាអរគុណដល់អ្នកផ្សារភ្ជាប់ពួកគេបានបញ្ចប់បេសកកម្មដោយរលូននៅពេលនាងនិយាយ Feng Yi បានដើរចេញឆ្ពោះទៅច្រកចិននាងសម្ដែងក្តីសង្ឃឹមថាសមាគមវិញ្ញាណទីក្រុងខាងនិងសហការនឹងដឹងគុណចំពោះជំនួយរបស់គាត់ភ្លាមនោះស្ត្រីសក់ស្វាយមើលទៅភ្ញាក់ផ្អើលដោយអ្វីដែលនាងឮនៅលើឧបករណ៍ទំនាក់ទំនងនាងសួរអំពីប្រធានក្រុមទីក្រុងខាងដោយទៅទ្រឹកបានជ្រឹះតាំងដោយសួរដោយកំហឹងថាហេតុអ្វីបានជាគាត់មកឥឡូវនេះនៅពេលដែលបេសកកម្មបានបញ្ចប់ពន្លឺមួយបានហោះឆ្លងកាត់ទីក្រុងឆ្ពោះទៅរកពួកគេសំឡេងនៅលើឧបករណ៍ទំនាក់ទំនងពន្យល់ថាប្រធានក្រុមបានដឹងថាអ្នកផ្សារភ្ជាប់នៅទីនោះពួកគេបានព្យាយាមបញ្ឈប់គាត់ប៉ុន្តែគាត់ក្រអឺតក្រទមពេកមិនស្ដាប់ស្ត្រីសក់ស្វាយខឹងសម្បារដោយប្រកាសថាបេសកកម្មនេះត្រូវបានផ្ដល់ឲ្យតំបន់យោធាហើយពួកគេទទួលខុសត្រូវចំពោះប្រធានក្រុមថាថៃនាងប្រកាសថាពួកគេត្រូវបញ្ជូន Feng Yi ចេញទៅភ្លាមដោយឃើញការមកដល់របស់ប្រធានក្រុមថ្មីជាការប្រកួតប្រជែងនៅពេល Feng Yi ដែលចុះតាមចណ្ដាលស្ត្រីសក់ស្វាយថ្លែងថាអ្នកផ្សារភ្ជាប់គឺជាប្រធានក្រុមដ៏សំខាន់បំផុតដែលត្រូវបានណែនាំដោយតំបន់របស់ពួកគេហើយប្រមានថាអ្នកណាដែលហ៊ានប្រជែងគាត់នឹងប្រឈមមុខនឹងផលវិបាក Feng Yi ដើរចេញពីអគារធានបាវមើលទៅដើម្បីចាក់ចិនអេឡានេះនៅពេលដែលសមរភូមិបានបញ្ចប់គាត់ឈប់យល់ច្រឡំខណៈដែលគាត់ដឹងថាមានអ្វីមួយកំពុងខັບជិតយ៉ាងលឿនពីខាងលើរូបមួយបានចុះមកពីលើមេឃដោយល្បឿនដ៏ធំបុកឈ្មោះទៅរកគាត់អ្នកវាយប្រហារបានចុះចតដោយការពងធានទីដ៏ខ្លាំងក្លាកាន់អាវុធធម្មពលគាត់ណែនាំខ្លួនថាយួងយ៉ែងដែលជាប្រធានក្រុមថ្មីនៃទីក្រុងខាងហើយសួរដោយខ្លាំងថាតើ Feng Yi ជាអ្នកផ្សារភ្ជាប់ពីទីក្រុងតាថៃឬអត់ Feng Yi ឈរនៅលើកម្លាំងរបស់គាត់សម្លឹងមើលត្រឡប់មកវិញដោយត្រជាក់យួងយ៉ែងចូលទៅជិតមុខរបស់គាត់វិភាគគាត់យល់ច្រឡំគិតថា Feng Yi ជាអ្នកត្រួសត្រាយលក្ខណៈខ្យល់ប៉ុន្តែគាត់សម្គាល់ថា Feng Yi កំពុងលាក់អំណាចរបស់គាត់ស្មានថាគាត់យ៉ាងហោចណាស់នៅកម្រិតបង្កើតវិញ្ញាណយួងយ៉ែងបានផ្ដួលអាវុធធម្មពលរបស់គាត់ទៅជាក្រញាំហើយវាយប្រហារ Feng Yi ដកដាវភ្លើងរបស់គាត់ចេញហើយពួកគេចាប់ផ្ដើមការប្រកួតដ៏លឿនមួយប្រធានក្រុមលោតឡើងខ្ពស់ដើម្បីវាយលុកដកកំទេចមួយបង្ខំ Feng Yi ឲ្យគេជើងនៅពេលគាត់ចុះចតយ៉ាងធ្ងន់នៅលើផ្លូវយួងយ៉ែងមើលងាយ Feng Yi គេថាគាត់គ្រាន់តែជាក្មេងកំហុយបញ្ញាគាត់សម្រេចចិត្តប្រើការប្រយុទ្ធនេះដើម្បីបង្កើតកិត្តិយសផ្ទាល់ខ្លួនរបស់គាត់និងការត្រួតត្រារបស់គ្រួសារគាត់ខាងក្រៅគាត់សាយដោយក្រអឺតក្រទមគាត់អរគុណ Feng Yi សម្រាប់ដោះស្រាយវិបត្តិនេះប៉ុន្តែបន្ទាប់មកចោទប្រកាន់គាត់ពីបទរំលោភបំពានព្រំដែនរបស់គាត់ស្ដីបន្ទោសគាត់អំពីច្បាប់និងភាពជាន់ខ្ពស់ Feng Yi មិនចាប់អារម្មណ៍ទេបញ្យល់ថាគាត់គ្រាន់តែមកព្រោះយោធាសុំជំនួយហើយមិនមានប្រធានក្រុមនៅពេលគាត់មកដល់គាត់សួរដោយត្រជាក់ថាតើប្រធានក្រុមថ្មីនេះចង់បានអ្វីពីគាត់យួងចាំងញញឹមលេងសើចដែលអះអាងថាគាត់ជាបុរសដែលមាន style ល្អឥតខ្ចោះហើយគ្មានចេតនាអាក្រក់ទេទោះយ៉ាងណាគាត់បង្ហាញពីហេតុផលលោភលន់ពិតប្រាកដរបស់គាត់ចង់ខ្ចីដាវដ៏មានឥទ្ធិពលរបស់ Feng Yi
គាត់ចាប់ដាំប្រមូលផ្ដុំធម្មពលងងឹតនៅក្នុងដៃរបស់គាត់ហុំព័ទ្ធដោយពន្លឺពណ៌ស្វាយនិងសយងចាំងគម្រាមកំហាងហ្វាំងយីដោយនិយាយថាបើគាត់មិនធ្វើតាមទេគាត់នឹងមិនចាក់ចេញពីទីក្រុងខាងឡើយហ្វាំងយីនៅតែស្ងប់ស្ងាត់ទាំងស្រុងគាត់ញញឹមរកឃើញការទៀមទានោះគួរឲ្យអស់សំណើចខណៈដែលយងចាំងមើលគាត់ដោយការបញ្ចេញមន្តដែលរមួលនិងរំភើបហ្វាំងយីសម្រេចចិត្តបញ្ចប់ការសន្ទនាគាត់កោះសោអំណាចពេញលេញរបស់គាត់ដកដាវរបស់គាត់ចេញនៅពេលដែលអណ្ដាតភ្លើងបានផ្ទុះនៅជុំវិញគាត់យងចាំងភ្ញាក់ផ្អើលដោយសារតែការកើនឡើងភ្លាមៗនិងធំនៃអំណាចរបស់ហ្វាំងយីដោយភ្នែករបស់គាត់ភ្លឺនិងពន្លឺរបស់គាត់ឆាបឆាក់ហ្វាំងយីសារចំអស់ចំគួរសំណើរបស់ប្រធានក្រុមដើម្បីខ្ចីអាវុធរបស់គាត់និយាយថាគាត់នឹងខ្ចីគ្រួសារទាំងមូលរបស់ប្រធានក្រុមជំនួសវិញដែលជាសញ្ញាថាគាត់ហៀបទាំងវាយគាត់យ៉ាង